តោះថ្ងៃនេះយើងចូលមកដល់លំហាត់ទី14ដែលយើងរៀនប្រើរូបមន្តទាំងអស់នេះបាទអញ្ចឹងយើងចាប់ផ្ដើមពីរូបមន្តទី1គេឲ្យយើងរៀនប្រើរូបមន្ត concatenate នេះដោយប្រើសម្រាប់ចងភ្ជាប់ពាក្យពីក្នុង cell B B3 ជាមួយនឹង C3 បាទអញ្ចឹងយើងគ្រាន់តែវាយរូបមន្តចូលក្នុងមកបាទ con k បាទអញ្ចឹងវាចេញមកយើងចុចពីរដងលើហ្នឹងមកភ្ជាប់ text 1គឺយើងចុចទៅលើនាមតកូលហើយយើងចុចក្បៀសមួយមកហើយយើងដាក់ថ្មិញកដោក្បៀសមួយជាមួយនឹង text 2ចំពោះថ្មិញកដោនឹងដែរយើងត្រូវដក clear ចុះបើអត់ដក clear យើងចុចចេញមក enter មកគឺវាអត់មានដក clear នៅចន្លោះនាមតកូលនិងនាមខ្លួនទេអញ្ចឹងយើងត្រូវដាក់ដក clear នៅក្នុងថ្មិញកដោហ្នឹងបានយើងចេញដក clear បែបនេះបាទនេះជារូបមន្តទី1ភ្ជាប់cell ភ្ជាប់ពាក្យចូលគ្នាចំពោះរូបមន្តទី2បាទយើងកាត់ពាក្យខាងឆ្វេងចេញកាត់យកពាក្យខាងឆ្វេងមានន័យថាកន្លែងនេះយើងកាត់ឧទាហរណ៍យើងកាត់អក្សរថ្ងៃ Saturday ហ្នឹងចេញពីប្រអប់មួយហ្នឹងណាបាទអញ្ចឹងយើងវាយ left ហើយយើងចុចទៅលើ cell ហ្នឹងមក cell ដែលយើងចង់កាត់ក្បៀសចំនួនអក្សរដែលយើងចង់កាត់អញ្ចឹងកន្លែងនេះយើងចង់កាត់3តួ SAT ហ្នឹងអញ្ចឹងយើងវាយលេខ3បាទយើងវាយលេខ3ពីព្រោះយើងចង់កាត់ចំនួន3តួបិទមុខកញ្ចក់មកយើង enter យើងនឹងឃើញ Saturday ហ្នឹងមកហើយបាទឥឡូវយើងមកកាត់ខាងចុងវិញសិនបាទកាត់ចុងយើងប្រើរូបមន្តកន្លែងនេះគេឲ្យយើងប្រើរូបមន្ត right បាទអញ្ចឹងយើងប្រើ right មកយើង select text ដែលយើងចង់កាត់ហើយយើងចុចក្បៀសមួយយើងចង់កាត់ប្រមាណខ្ទង់នៅខាងចុងហ្នឹងអញ្ចឹងខ្ញុំចង់កាត់ឆ្នាំ1990វា4ខ្ទង់អញ្ចឹងខ្ញុំវាយលេខ4បិទមុខកញ្ចក់ហើយយើងចុច enter អញ្ចឹងយើងបានចម្លើយបែបនេះបាទអាហ្នឹងកាត់ឆ្វេងកាត់ស្ដាំស្រួលហើយឥឡូវមកមើលកាត់កណ្ដាលវិញកាត់កណ្ដាលយើងត្រូវវាយរហូតទៅដល់ពីរលេខណាអញ្ចឹងយើងមើលការសម្ដែងនៅកន្លែងនេះខ្លួនឯងទៅបាទលេខ8ហ្នឹងគឺតំណាងឲ្យអីហើយលេខ3តំណាងឲ្យអី8ហ្នឹងគឺតំណាងឲ្យអក្សរដែលត្រូវកាត់បាទហើយអក្សរដែលត្រូវចាប់ផ្ដើមកាត់ហើយលេខ3គឺតំណាងឲ្យចំនួនអក្សរដែលយើងចង់កាត់អូខេអញ្ចឹងយើងវាយ mid MID select កន្លែងហ្នឹងមកដូចគ្នាក្បៀសយើងចង់កាត់ពីខ្ទង់ទីប៉ុន្មានខ្ទង់ទី8អញ្ចឹងយើងវាយលេខ8កាត់ប៉ុន្មានខ្ទង់កាត់3ខ្ទង់វាយលេខ3អញ្ចឹងយើងបានចម្លើយ September ហើយបើយើងវាយលេខនឹងខុសចម្លើយចេញមកគឺតាមលេខដែលយើងវាយដូចគ្នាណាបាទupper នេះគឺប្រើសម្រាប់បដូរបាទមើលខាងគេយល់ឡើងក្រោមបំលែងឲ្យអក្សរពីតូចទៅធំបាទអញ្ចឹងយើងអាចវាយសាកមើលទៅ upper នេះវាយលើសមួយហើយបាទ upper បែបនេះជាវាងការវាយខុសគឺយើងចុចយករបស់គេមកទៅស្រួលជាងយើងយក text ដែលយើងចង់ដូរឥឡូវខ្ញុំដូរឈ្មោះពេញអក្សរតូចនេះទៅជាធំបាទអញ្ចឹងយើងឃើញកែវវាសនានេះចេញធំបាទ lower ដូរពីធំទៅតូចវិញអញ្ចឹងយើងគ្រាន់តែវាយ lower select cell ដែលយើងចង់ដូរបាទអញ្ចឹងវានឹងទៅជាអក្សរតូចវិញហើយបាទចុះ proper ស្អីគេ proper គឺបំលែងឲ្យអក្សរធំនៅដើមពាក្យបាទអញ្ចឹងយើងមើលទាំងអស់គ្នាស្មើ proper នេះ select លើនឹងមកបិទមុខកញ្ចក់ enter អញ្ចឹងយើងឃើញឈ្មោះគាត់គឺធំនៅខាងដើមកន្លែងដក clear អក្សរ K និងអក្សរ V នេះគឺធំបាទអញ្ចឹងលំហាត់ទី14គឺមានប៉ុណ្ណឹងជួបគ្នានៅលំហាត់ក្រោយបន្តទៀត